មេរិកបានដាក់ពន្ធមកលើប្រទេសកម្ពុជាយើងកាលពីខែមេសាហ្នឹងណាឥឡូវនេះនឹងមានការរៀបចំកិច្ចចរចាពាណិជ្ជកម្មជុំទី2ឯអ្នកទាំងអស់គ្នាដោយបន្ទាប់ពីមានកិច្ចប្រជុំចរចាលើកដំបូងនៅថ្ងៃទី13 14 15ខែឧសភាឆ្នាំ2025យើងនេះយោងទៅតាមទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជានិងសហរដ្ឋអាមេរិកគឺគេនឹងមានការរៀបចំជាមួយនឹងកិច្ចប្រជុំចរចាពាណិជ្ជកម្មជុំទី2អ្នកទាំងអស់គ្នាហើយសម្រាប់កិច្ចចរចាពាណិជ្ជកម្មជុំទី2នេះគឺគេប្រពឡើងនៅទីក្រុងវ៉ាស៊ីនតោនអ្នកទាំងអស់គ្នាក្នុងសប្តាហ៍ទី1នៃខែមិថុនាឆ្នាំ2025យើងនឹងតែម្ដងចំពោះគណៈប្រតិភូកម្ពុជាគឺដឹកនាំដោយលោកស៊ុនចន្ទថជាមួយនឹងលោកស្រីចងនីម៉ូអ្នកទាំងអស់គ្នាហើយសម្រាប់អាមេរិកវិញគឺដឹកនាំដោយលោកស្រីសារ៉ាអេឡមែនគួររំលឹកទៅដល់ពេលដែលអាមេរិកបានដាក់ពន្ធមកលើប្រទេសកម្ពុជាយើងតាំងពីខែមេសាឆ្នាំ2025ប៉ុន្តែក្រោយមកក៏ផ្អាកមកវិញអ្នកទាំងអស់គ្នាដោយមានជាមួយនឹងអត្រាបដិសន្ធសិនគឺ 10% ដើម្បីជាការបើកផ្លូវនៅក្នុងការចរចាផងដែរហើយកំឡុងពេលហ្នឹងកម្ពុជាក៏បានធ្វើការឆ្លើយតបទៅវិញដែរអ្នកទាំងអស់គ្នាដោយមានការទម្លាក់ពន្ធជាមួយនឹងទំនិញរបស់អាមេរិកផងដែរ